ចាប់ផ្ដើមដំបូងនៃសាច់រឿងរបស់យើងក៏បានឃើញថាផ្លូវគឺវាត្រូវបានផ្ទុះស្នាមហុយគឺវាបានហុយឡើងហើយស្រមោលមនុស្សម្នាក់គឺវាបានចុះពីលើមេឃប្រគល់ជីវិតរបស់អ្នកមកធម្មពលពីរគឺវាត្រូវបានប៉ះទង្គិចគ្នាភ្លាមៗនៅពេលនេះអ្នកមិនមែនជាគូប្រកួតរបស់គាត់នោះទេព្រោះថាព្រឹត្តិការណ៍ម្នាក់នេះពិតជាខ្លាំងណាស់កាំងយីគឺវាត្រូវបានបិទមាត់នៅពេលនេះហើយអ្នកនៅក្បែរនាងគឺវាបានបើកមាត់ធំភ្លាមយន្តឈើក៏បានស្ទុះទៅមុខរួចក៏បានកវីដាវរបស់គាត់នោះគឺជាកំហឹងរបស់ចវាយនាយវាគឺជារចនាទី2នៃចចកសួរធម្មពលទាំងពីរគឺវាត្រូវបានប៉ះទង្គិចគ្នាភ្លាមការបំផ្ទុះយ៉ាងខ្លាំងក្លាគឺវាត្រូវបានបំផ្ទុះឡើងយន្តឈើគឺបានឈរនៅទីនោះដោយវាគ្មានរបួសអ្វីទាល់តែសោះខ្ញុំពិតជាមិនអនុញ្ញាតឲ្យក្មេងនេះវាចាកចេញពីកន្លែងនេះបានទេបើតាមពិតគាត់វាអាចទទួលបានការវាយប្រហារដោយផ្ទាល់ជាមួយនឹងកម្លាំងរបស់ខ្ញុំដ៏ច្រើនបែបនេះគាត់គឺវាបានបញ្ចេញក្រញាំដៃរបស់គាត់រួចក៏បានផ្ទុំធម្មពលភ្លើងរបស់គាត់ប្រសិនបើខ្ញុំអនុញ្ញាតឲ្យមនុស្សម្នាក់នេះវារត់ទៅគាត់វាអាចនឹងធំធាត់ឡើងវាគឺជាការគំរាមកំហែងដែលវាអាចលុបបំបាត់ត្រកូលស្ថានសួគ៌ដែលបានឆេះរបស់ខ្ញុំនៅពេលក្រោយធម្មពលនៅជំវិញគឺវាត្រូវបាននៅក្នុងដៃរបស់គាត់នៅពេលនោះក្រញាំដៃដ៏ធំមួយគឺវាត្រូវបានតម្រង់មកកាន់យន្តឈើភ្លាមនោះគឺជាក្រញាំឈាមស្ថានសួគ៌ដែលកំពុងតែបានធ្លាក់តម្រង់មកកាន់យន្តឈើគឺបានបើកភ្នែកធំនៅពេលដែលគាត់គឺបានមើលទៅកាន់ក្រញាំដែលបានតម្រង់មករកគាត់សម្ពាធនេះគឺវាធ្ងន់ធ្ងរណាស់ខ្ញុំនឹងមិនអាចទទួលរឿងនេះដោយផ្ទាល់បានទេនៅពេលនេះយន្តឈើគឺវាបានគិតនឹងរកវិធីភ្លាមវាពិបាកណាស់ហាក់ដូចជាខ្ញុំវាអាចប្រើតែចលនានោះតែប៉ុណ្ណោះយន្តឈើគឺបាននឹកឃើញអ្វីមួយរួចគឺបាននិយាយនៅក្នុងចិត្តរបស់គាត់នៅពេលដែលបានឃើញក្រញាំដៃដែលបានធ្លាក់មកចិត្តយន្តឈើគឺបានក្រវីដៃគាត់ភ្លាមហើយស្នូលធម្មពលទាំងពីរគឺបានប៉ះទង្គិចគ្នាហើយការបំផ្ទុះយ៉ាងខ្លាំងក្លាមួយគឺវាត្រូវបានបំផ្ទុះឡើងប៊ូមភ្លាមនោះយន្តឈើគឺវាបានស្ទុះចេញអំពីស្នូលធម្មពលដែលកំពុងតែបានបំផ្ទុះស្រមោលយន្តឈើគឺវាបានធ្លាក់មកកាន់ព្រឹទ្ធាចារ្យនៅពេលដែលបានឃើញយន្តឈើគឺបានតម្រង់មករកគាត់យន្តឈើគឺបានកាប់កំបិតរបស់គាត់ភ្លាមហើយព្រឹទ្ធាចារ្យគឺបានបាក់របាំងការពារស្នូលធម្មពលទាំងពីរគឺបានប៉ះទង្គិចគ្នាម្ដងទៀតធម្មពលទាំងពីរនេះវាពិតជាខ្លាំងមែននៅពេលនេះយន្តឈើគឺវាត្រូវបានបំផ្ទុះភ្លាមនៅក្នុងស្នូលធម្មពលទាំងពីរដែលវាធ្វើឲ្យយន្តឈើគឺបានប៉ើងមកខាងក្រោយហើយព្រឹទ្ធាចារ្យក៏វាត្រូវបានប៉ើងមកខាងក្រោយដូចគ្នាព្រឹទ្ធាចារ្យគឺបានបើកភ្នែកធំអ្នកពិតជារឹងមាំខ្លាំងណាស់ប៉ុន្តែចាំមើលថាតើអ្នកវាអាចទទួលក្រញាំស្ថានសួគ៌ដែលបានឆេះរបស់ខ្ញុំបានឬក៏អត់នៅពេលនេះព្រឹទ្ធាចារ្យគឺបានបើកភ្នែកនិងបានស្រែកឡើងខ្លាំងព្រឹទ្ធាចារ្យគឺបានស្ទុះមកមុខជាមួយនឹងធម្មពលរបស់គាត់ភ្លាមដោយបានតម្រង់ឈ្មោះមកកាន់យន្តឈើគឺបានញញឹមដោយបានមើលឃើញព្រឹទ្ធាចារ្យដែលបានស្ទុះមករកគាត់ពិតជាមិនមានការខ្លាចអ្វីទាល់តែសោះយន្តឈើគឺបានកាប់នៅដាវរបស់គាត់ដោយបានបញ្ចេញនៅធម្មពលរបស់វាភ្លាមប៊ូមបន្ទាប់មកយន្តឈើគឺបានស្ទុះឡើងទៅលើភ្លាមនៅក្នុងការបំផ្ទុះបុរសម្នាក់ដែលនៅក្បែរនោះគឺជាហ្វេងជូឆេងគាត់គឺវាបានមើលទៅកាន់ហ្វេងជូឆេងភ្លាមព្រឹទ្ធាចារ្យគឺវាបានប៉ើងទៅខាងក្រោយរួចក៏បានក្អកពីម្ដងនៅក្នុងមាត់របស់គាត់គឺវាបានធ្លាក់ឈាមថែមទៀតផងគាត់គឺមិននឹកស្មានទាល់តែសោះថាយន្តឈើពិតជាមានកម្លាំងខ្លាំងបែបនេះយន្តឈើបន្ទាប់ពីបានងាកទៅឃើញហ្វេងជូឆេងគាត់គឺវាបានស្ទុះទៅរកហ្វេងជូឆេងភ្លាមរួចក៏វាបានចាប់ហ្វេងជូឆេងព្រឹទ្ធាចារ្យនោះគឺវាបានស្រែកឡើងភ្លាមអ្នកគួរតែបានដោះលែងហ្វេងជូឆេងភ្លាមទៅយន្តឈើគឺបានមើលទៅកាន់ព្រឹទ្ធាចារ្យទាំងដៃរបស់គាត់គឺវាបានចាប់ទៅកាន់ហ្វេងជូឆេងគឺវាបានបើកភ្នែកធំនៅក្នុងចិត្តរបស់គាត់គិតពិតជាមានការភ័យយ៉ាងខ្លាំងនៅពេលនេះបន្ទាប់មកហ្វេងជូឆេងគឺបាននិយាយថាលែងខ្ញុំទៅយន្តឈើគឺបានមើលទៅកាន់ហ្វេងជូឆេងទាំងភ្នែកដែលវាកាចសាហាវនៅហ្វេងជូឆេងតើវាមានអ្វីកើតឡើងចំពោះភាពក្លាហានរបស់អ្នកតើអ្នកគឺមិនចង់ឲ្យខ្ញុំស្លាប់នៅពេលនេះមែនដែរឬទេអ្នកវិទាយមើលថាតើអ្នកវាគិតថាខ្ញុំនឹងអនុញ្ញាតឲ្យអ្នកវារស់នៅបាន2-3ថ្ងៃទៀតដោយរបៀបណាតើខ្ញុំនឹងសម្លាប់អ្នកនៅទីនេះមែនទេខ្ញុំវាគួរតែបានសម្លាប់អ្នកនៅទីនេះមែនទេយន្តឈើគឺបាននិយាយព្រឹទ្ធាចារ្យដែលនៅពីចំហៀងគឺគាត់បានស្រែកឡើងភ្លាមថាដោះលែងមេត្រកូលវ័យក្មេងរបស់ខ្ញុំទៅតែវាគួរសោកស្ដាយយន្តឈើគឺវាបានចាប់ច្របាច់ករបស់គាត់តើអ្នកនឹងវាធ្វើអ្វីនៅពេលនេះព្រឹទ្ធាចារ្យតើអ្នកនឹងធ្វើអ្វីយន្តឈើគឺបាននិយាយព្រឹទ្ធាចារ្យគឺបានស្រែកខ្លាំងពិតជាចង់ប្រយុទ្ធប្រឆាំងទៅនឹងត្រកូលស្ថានសួគ៌ដែលបានឆេះរបស់យើងរហូតដល់ស្លាប់មែនទេព្រឹទ្ធាចារ្យគឺបានស្រែកទាំងកំហឹងនៅពេលនេះ
យន្តឈើគឺមិនបានខ្វល់ខ្វាយអ្វីទាល់តែសោះរួចក៏បានក្រវីវែងជូឆេងដែលបានបោកទៅនឹងដីភ្លាមហេហេអ្នកនិយាយវាដូចជាខ្ញុំគឺមិនទាន់បានប្រយុទ្ធរហូតមកដល់ស្លាប់ជាមួយនឹងត្រកូលភ្លើងរបស់អ្នកនៅឡើយទេមែនទេដោយមិនគិតថាតើខ្ញុំវាសម្លាប់វែងជូឆេងឬក៏អត់នោះទេអ្នកបានតាំងចិត្តសម្លាប់ខ្ញុំរួចទៅហើយព្រឹទ្ធាចារ្យគឺបានស្រែកឡើងភ្លាមអាសាតដេរឆានដោះលែងមេត្រកូលវ័យក្មេងរបស់យើងជាបន្ទាន់បើអ្នកវិហានប៉ះពាល់ម្រាមដៃរបស់គាត់តែមួយត្រកូលស្ថានសួគ៌ដែលបានចែករបស់យើងប្រកាសជានឹងធ្វើឲ្យអ្នកវាស្លាប់យ៉ាងគូខើមិនខាននៅពេលនេះយន្តឈើគឺបានកលេចទៅមើលព្រឹទ្ធាចារ្យទាំងខំធ្មេញវាគួរឲ្យចាប់អារម្មណ៍ណាស់មេត្រកូលវ័យក្មេងរបស់អ្នកគឺស្ថិតនៅក្នុងដៃរបស់ខ្ញុំប៉ុន្តែអ្នកមិនត្រឹមតែមិនសុំអង្វរសុំក្តីមេត្តាករណាពីខ្ញុំទេវាថែមទាំងគម្រាមកំហែងមកខ្ញុំទៀតផងខ្ញុំនឹងបង្រៀននៅមេរៀនមួយទៅដល់អ្នករាល់គ្នាឲ្យវាបានត្រឹមត្រូវយន្តឈើគឺគាត់បានកាន់ដាវរបស់គាត់ភ្លាមខ្ញុំមិនហ៊ានប៉ះម្រាមដៃរបស់គាត់តែមួយតើអ្នកពិតជានឹងឲ្យខ្ញុំស្លាប់យ៉ាងឃោឃៅមែនទេយន្តឈើគឺបាននិយាយទៅកាន់ព្រឹទ្ធាចារ្យភ្លាមបើដូច្នេះទៅហើយយើងគួរតែសាកល្បងវាមើលតើវាយ៉ាងណាដែរ